មិនថាពិភពលោកណាក៏ដោយតែងតែមានមនុស្សទុនខ្សោយមួយក្រុមដែលតែងតែសុំក្តីមេត្តាពីអ្នកខ្លាំងរួចមកអួតអាងដោយមិនរអៀលខ្លួនវាហាក់ដូចជាការជួយទាំងនោះធ្វើឲ្យគេគិតថាខ្លួនជាអ្នកខ្លាំងនិងជួយមិនខកមនុស្សអ្នកទុនខ្សោយគួរមានចរិតរបស់មនុស្សទុនខ្សោយពួកគេគួរតែលាលែងពីជោគវាសនារបស់ពួកគេហើយធ្វើដោយទាសករឬព្យាយាមយ៉ាងខ្លាំងខណៈពេលដែលកំពុងបកកន្ទុយអ្នកខ្លាំងបានជួយអ្នកទុនខ្សោយគ្រាន់តែចង់បង្ហាញក្តីមេត្តាប៉ុណ្ណោះនៅពេលដែលពួកគេមានអារម្មណ៍ល្អអ្នកទុនខ្សោយមិនព្រមធ្វើការដោយខ្មាស់អៀនសុំទានពីអ្នកខ្លាំងហើយថែមទាំងទាមទារលទ្ធផលច្បាស់លាស់ធ្វើដោយសច្ចកាពួកគេសមនឹងទទួលបានការបដិសេធមនុស្សដែលស្កប់ស្កល់នឹងភាពទុនខ្សោយដែលមិនខិតខំប្រឹងប្រែងដោយខ្លួនឯងហើយគិតតែពីសុំទានពីអ្នកខ្លាំងគឺមិនសមនឹងទទួលបានការអាណិតអាសូរនោះទេខ្ញុំសុខចិត្តចុះសម្រុងនឹងអ្នកដទៃជាងលះបង់ផលប្រយោជន៍របស់ខ្ញុំការពារកិត្តិយសគ្រួសារស្នេហានិងមិត្តភាពពួកគេទាំងអស់គឺជាហេតុផលកិត្តិយសសម្រាប់ការលះបង់